vậy tới chỉคุณធម៌ការធ្វើបែបណាខ្វះគុណធម៌បាទគុណធម៌នេះគឺជាធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់ថ្នាក់បានខាងអំពើល្អអាក្រក់គឺបុណ្យបាបដែលបុគ្គលធ្វើឬគុណធម៌នេះគឺជាសេចក្តីល្អសេចក្តីបរិសុទ្ធសេចក្តីអាណិតអាសូរសណ្ដោសប្រោសប្រណីជាដើមនេះគឺជាអត្ថន័យរបស់ពាក្យគុណធម៌សម្គាល់ទៅលើសេចក្តីល្អដែលមនុស្សធ្វើចំពោះអ្នកដទៃអានឹងយើងហៅថាគុណធម៌ឬក៏យើងនិយាយម្យ៉ាងទៀតថាគុណធម៌នេះគឺជាសិលតម្លៃឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ពោរពេញទៅដោយមនោសញ្ចេតនាប្រកបទៅដោយកុសលជាប់លាប់ហើយច្បាស់លាស់ចំពោះសង្គមដែលខ្លួនរស់នៅចឹងគុណធម៌នេះគឺជាសិលតម្លៃជាកម្លាំងមួយដែលជំរុញចិត្តឲ្យបុគ្គលណាម្នាក់ស្ថិតនៅក្នុងមនោសញ្ចេតនាមួយប្រកបទៅដោយកុសលជាប់លាប់គុណធម៌នេះវាកើតមាននៅក្នុងសន្តានចិត្តរបស់មនុស្សម្នាក់ជាមនោសញ្ចេតនាប្រកបទៅដោយកុសលប្រកបទៅដោយសេចក្តីល្អការប្រព្រឹត្តល្អចំពោះអ្នកដទៃបើយើងញែកពីគុណធម៌នេះក៏វាមិនមានន័យខុសគ្នាប្រមាណដែរបាទពាក្យគុណធម៌នេះមកពីពាក្យគុណបូកនឹងធម៌បាទពាក្យគុណនឹងបានន័យថាសេចក្តីចម្រើនឬក៏សេចក្តីល្អឬក៏យើងអាចនិយាយម្យ៉ាងទៀតថាគុណនឹងប្រែថាសភាវៈធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបានដូចជាគុណវិដាបិតាគុណគ្រូជាដើមហើយបូកនឹងធម៌មានន័យថាជាសភាវៈដែលទ្រទ្រង់សត្វលោកគឺមានបុណ្យនិងបាបជាដើមតាមឫសគល់នៃពាក្យគុណធម៌នេះមានន័យថាកម្លាំងគុណធម៌នោះគឺកម្លាំងចិត្តមនុស្សដែលញ៉ាំងឲ្យមនុស្សប្រព្រឹត្តអំពើជាកុសលគឺអំពើល្អចំពោះអ្នកដទៃចំពោះសង្គមដែលខ្លួនរស់នៅបើឧទាហរណ៍ដូចជាភក្តីភាពអញ្ចឹងការមានភក្តីភាពការមានសេចក្តីស្រឡាញ់សេចក្តីស្មោះត្រង់ចំពោះអ្នកដទៃឬក៏ចំពោះនរណាម្នាក់ចំពោះគ្រួសារចំពោះប្តីប្រពន្ធការប្រព្រឹត្តបែបហ្នឹងបានន័យថាមានគុណធម៌តែមានសេចក្តីសណ្ដោសប្រោសប្រណីការមានព្រហ្មវិហារធម៌មានចិត្តមេត្តាករុណាមុទិតាឧបេក្ខាបាទជាដើមអញ្ចឹងទាំងអស់ហ្នឹងជាគុណធម៌ព្រហ្មវិហារធម៌នេះគឺជាគុណធម៌បាទបុគ្គលដែលមានចិត្តមេត្តាករុណានៅក្នុងខ្លួនដូចជាឪពុកម្ដាយគាត់មានព្រហ្មវិហារធម៌ចំពោះកូនបាទបុគ្គលណាម្នាក់ឬក៏មនុស្សណាមួយដែលគាត់មានព្រហ្មវិហារធម៌គឺគាត់មានចិត្តមេត្តាករុណាបាទន័យថាមានសេចក្តីស្រឡាញ់ស្តីអាណិតអាសូរចំពោះអ្នកដទៃអញ្ចឹងបុគ្គលហ្នឹងគឺជាមនុស្សដែលមានគុណធម៌បាទឧទាហរណ៍ផ្សេងទៀតដូចជាចិត្តបុណ្យបាទពាក្យថាចិត្តបុណ្យគឺវាក្តោបស្ទើរតែគ្រប់គុណធម៌ទាំងអស់បាទព្រោះមនុស្សម្នាក់ដែលមានចិត្តបុណ្យគឺមនុស្សនឹងមានចិត្តមេត្តាករុណាមានចិត្តសណ្ដោសប្រោសប្រណីបាទចំពោះមនុស្សទាំងពួងមនុស្សទាំងឡាយចំពោះអ្នកដទៃអញ្ចឹងគឺបុគ្គលនឹងគឺជាបុគ្គលដែលប្រកបទៅដោយគុណធម៌ហើយបាទសេចក្តីក្លាហាននេះក៏ជាគុណធម៌ដែរបាទពាក្យក្លាហាននេះបាទបានន័យថាមនុស្សម្នាក់គាត់ហ៊ានលះបង់ហ៊ានពលីបាទធ្វើអ្វីមួយដើម្បីអ្នកដទៃចឹងគាត់មានសេចក្តីក្លាហាននៅក្នុងផ្លូវមួយដែលល្អបាទហ៊ានលះបង់ខ្លួនដើម្បីអ្នកដទៃគឺបុគ្គលនឹងហើយជាមនុស្សដែលមានគុណធម៌ហ្នឹងបាទដូចជាបុព្វបុរសខ្មែរយើងជាដើមគាត់ហ៊ានលះបង់ហ៊ានពលីជីវិតសពបែបយ៉ាងដើម្បីការពារទឹកដីជាតិមាតុភូមិឲ្យកូនខ្មែរចំនួនក្រោយហ្នឹងអញ្ចឹងគឺបុព្វបុរសខ្មែរយើងនឹងគាត់មានគុណធម៌មានយុត្តិធម៌បាទមានសេចក្តីសុចរិតស្មោះត្រង់ទៀងត្រង់ត្រឹមត្រូវគឺជាគុណធម៌ការចេះដឹងគុណចំពោះឪពុកម្ដាយទាំងកូនម្នាក់ដែលគាត់ចេះគោរពដឹងគុណចំពោះឪពុកម្ដាយគឺកូននឹងមានគុណធម៌ហើយឪពុកម្ដាយគឺជាបុគ្គលដែលមានគុណធម៌ចំពោះកូន
ជាមនុស្សដែលប្រកបទៅដោយឧបការៈគុណបានចិញ្ចឹមទំនុកបំរុងចុងដើមចំពោះកូនមុនមានគុណចំពោះកូនសិស្សដែលខិតខំរៀនសូត្រប្រតិបត្តិតាមការអប់រំណែនាំរបស់លោកគ្រូអ្នកគ្រូចេះគោរពដឹងគុណគ្រូជាសិស្សដែលមានគុណធម៌ពីព្រោះគ្រូបានផ្ដល់នូវចំណេះដឹងទៅឲ្យសិស្សអញ្ចឹងគ្រូគាត់មានគុណធម៌ចំពោះសិស្សការចេះលះបង់ទ្រព្យសម្បត្តិឲ្យទានទៅដល់អ្នកដទៃជាដើមគឺអំពើទាំងអស់ហ្នឹងគឺជាអំពើប្រកបទៅដោយគុណធម៌បុគ្គលនឹងមានគុណធម៌គុណធម៌នឹងវាកើតមាននៅក្នុងសន្តានចិត្តរបស់មនុស្សម្នាក់ដែលមានចិត្តនៅក្នុងការបំពេញនៅសេចក្តីល្អឬក៏អំពើល្អអំពើប្រកបទៅដោយកុសលចំពោះអ្នកដទៃបើនេះថាមានគុណធម៌ហ្នឹងគឺសំដៅទៅលើគុណបើយើងធ្វើល្អចំពោះអ្នកដទៃយើងមានគុណចំពោះអ្នកដទៃអំពើដែលយើងធ្វើទៅវាផ្ដល់ផលប្រយោជន៍ទៅឲ្យអ្នកដទៃជួយទៅវិញបើសិនគ្មានចិត្តមេត្តាករុណាចំពោះអ្នកដទៃទេបើន័យថាខ្វះនៅគុណធម៌អញ្ចឹងតកតងនឹងចំណុចនេះមានតែប៉ុណ្្នឹង